បងប្អូនចង់ចេះបុកម្ទេសឬក៏បុកកន្ទុយហេះអាចមើលវីដេអូនេះហើយយកទៅរៀនធ្វើតាមបានណាមុនដំបូងបងប្អូនយកម្ទេសក្រៀមមកលីងឲ្យឈ្ងុយបងប្អូនបន្ទាប់មកបងប្អូនយកម្ទេសហ្នឹងទៅបុកឬក៏កិនដូចខ្ញុំចឹងក៏បានដែរបងប្អូនខ្ទឹមក្រហមខ្ទឹមសបងប្អូនត្រូវយកទៅអាំងឲ្យឈ្ងុយដើម្បីយកមកកិនឬក៏បុកជាមួយនឹងម្ទេសនឹងចូលគ្នាប្រហុកក៏ត្រូវតែអាំងឲ្យឈ្ងុយដែរបងប្អូនម្ទេសហើយនឹងខ្ទឹមបានកន្លុកមកយកម្ទេសហើយនឹងខ្ទឹមដែលបានកន្លុករួចហ្នឹងយកទៅឆាជាមួយប្រហុកបងប្អូនបន្ទាប់មកដាក់ស្ករហើយបើរសជាតិបងប្អូនចូលចិត្តផ្អែមបងប្អូនដាក់ស្កររៀងច្រើនទៅបើចូលចិត្តប្រៃបន្ថយស្ករនេះគឺជាអំពិលទុំដែលខ្ញុំច្របាច់យកតែសាច់បងប្អូនឆាចូលគ្នាឲ្យសព្វទៅហើយភ្លើងបើកត្រឹមឡូបានហើយបងប្អូនកុំឲ្យស្ករនឹងខ្លាយជាតាំងម៉ែធ្វើឲ្យកន្ទុយហេះយើងហឹងបងប្អូនអត់ទន់ណាវីដេអូនេះបានដល់ទីបញ្ចប់ហើយជំរាបលាបងប្អូនទាំងអស់គ្នាតែប៉ុណ្ណេះសិនជួបគ្នានៅវីដេអូក្រោយៗទៀត